នេះគឺខ្ញុំនារីចល័តចរមិនត្រឹមតែជាអ្នកឡើងភ្នំទៀតទេប៉ុន្តែឥឡូវនេះខ្ញុំជាអ្នកជំនួយទឹកថ្មីម្នាក់នៅកម្ពុជាមានបុព្វហេតុជាច្រើនដែលធ្វើឲ្យខ្ញុំជំនះឧបសគ្គដើម្បីរៀនជំនួយទឹកលើសពីការស្រឡាញ់និងបានឃើញអំពីអត្ថប្រយោជន៍នៃការផ្សព្វផ្សាយធនធានធម្មជាតិនៅបាតសមុទ្រកម្ពុជាខ្ញុំមានហេតុផលមួយទៀតសម្រាប់ខ្លួនឯងបងប្អូនដឹងអត់ថានៅលើភពផែនដីរបស់យើងមានផ្ទៃទឹកច្រើនជាងផ្ទៃដីផ្ទៃទឹកមានសរុបទៅដល់ 71% តែមានតែ 3% ប៉ុណ្ណោះដែលជាទឹកសាបដូច្នេះមានន័យថាបើសិនជាយើងធ្វើដំណើរនៅលើផ្ទៃដីសរុបទាំងអស់នៅលើភពផែនដីរបស់យើងណាយើងស្គាល់ពីផែនដីត្រឹមតែ 29% ទេហើយខ្ញុំគិតថាវាពិតជាគួរឲ្យសោកស្ដាយមែនទែនប្រសិនបើយើងមិនបានសាកល្បងស្វែងយល់ពីជីវៈចម្រុះនៅបាតសមុទ្រនិងរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ពីដែនសមុទ្រនិងទេសភាពដ៏ស្រស់ស្អាតនៅក្រោមបាតសមុទ្រនៅក្នុងជីវិតរបស់យើងហើយរឿងទាំងអស់នេះហើយជាកត្តាជំរុញឲ្យខ្ញុំចង់សាកល្បងរៀនអំពីការជ្រមុជទឹកឬហៅថា Scuba Divingក្នុងវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនអ្នកគ្នាអំពី process ក៏ដូចជាវគ្គនៃការសិក្សាអំពី Scuba Diving នេះពីដើមរហូតដល់ចប់ចង់ដឹងថាតើយើងជួបឧបសគ្គអ្វីខ្លះហើយនឹងរៀនសូត្របានអីគេខ្លះអំពីការរៀន Scuba Diving នេះតោះតាមដានទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នា Morning បងគឹមឡង Morning ហើយយើងមកយកអតិជនទី1ចាំមើលពេលដែលពួកខ្ញុំចេះដែរវិញហើយខ្ញុំមានសពរៈផ្ទាល់ខ្លួនដែរឡានមួយនេះជិះ3នាក់លេងកើតហើយអូខេឥឡូវយើងមកយកបងគឹមឡងហើយអីយើងចេញដំណើរទៅបងខាយចាំនេះយើងសម្រាប់គោដៅយើងឯងបងតែបងខ្ញុំចង់និយាយចេះបងគេមើលឥឡូវហ្នឹងយើង3នាក់ខ្ញុំអត់ទាន់ចេះដែរវិញ2នាក់សិនដើណាប៉ុន្តែអីវ៉ាន់ប៉ុណ្ណឹងហីអញ្ចឹងខ្ញុំគិតថាពេលដែលយើងចេះដែរវិញទាំង2នាក់ទៀតគឺជីឡានមួយលេខកើតហើយជីឡានមួយតែឡានធំជាងហ្នឹងចាបងម្នាក់មកកាបូបទៀតតែបានដែរវិញផ្ទាល់ខ្លួនចាំមកហែនខ្ញុំត្រូវទិញឡានមួយទៀតមែនអាប់ក្រេតដំណើររបស់យើងហ្នឹងណាមិនមានតែ3នាក់ឯងប៉ុន្តែមាន2នាក់ទៀតដែលគាត់ជិះឡានផ្សេងគឺបងខៃហើយនឹងប្រពន្ធរបស់គាត់គឺនាតឥឡូវនេះឥឡូវនេះយើងចូលញ៉ាំនៅទិញឡានមីសួរខ្មៅនៅក្នុងក្រុងកំពង់សោមមុនពេលយើងបន្តដំណើរទៅខេត្តវីរៈប៊ុនធម្មអរគុណវីរៈប៊ុនធម្មសម្រាប់ការ sponsor សវត្ថទូកទៅមក5នាក់មានរំមិនដែរបងមានរំមិនដែរអីស្អីទេឥឡូវយើងបានមកដល់ផែហើយអ្នកគ្នាលើកនេះយើងជិះទូករបស់វីរៈប៊ុនធម្មអូខេឥឡូវយើងមកយកសវត្ថទូកដែលយើងបានកក់ហើយទាំងអស់គ្នាអូខេបងប្អូនអ្នកគ្នាឥឡូវយើងបានសវត្ថទូកហើយយើងទៅឡើងទូកទាំងអស់គ្នាព្រោះដល់ម៉ោងហើយ Yes let's go អ្នកទាំងអស់គ្នាឥឡូវយើងបានមកដល់កោះរងហើយយើងកំពុងតែនៅឡងសេតមកដល់ភ្លាមគឺយើងបានមក check in កន្លែងគេងដែលយើងបានកក់ហើយបន្ទាប់មកយើងធ្វើដំណើរទៅខ្មែរដៃគ្រប់យេកន្លែងនេះចាំមកបានបងមកនេះដែរអូគ្រូចាស់របស់ខ្ញុំចាំក្រៅឡើងខ្ញុំមកទៅបានកិច្ចមុខឡើងបងខ្ញុំញ៉ាំអីស្ដីខ្ញុំឈ្មោះរតខឿនរតខ្ញុំ Dive Master ខ្ញុំធ្វើការនៅខ្មែរដៃគ្រប់បងរតគាត់បាននាំយើងធួរនៅខ្មែរដៃគ្រប់នឹងទាំងមូលនឹងតែម្ដងអញ្ចឹងមានតាំងពីកន្លែងថ្នាក់រៀនមានកន្លែងសម្រាប់តាំងសម្លៀកបំពាក់នៅក្នុងការជ្រើសរើសដើម្បីចុះទៅជាមួយទឹក free diving ឬក៏ snorkeling និយាយទៅបងប្អូនអ្នកគ្នាចង់បានសេវាកម្មអីផ្សេងៗដែលនៅក្នុងទឹកហ្នឹងអាចតាក់ទងខ្មែរដៃគ្រប់បានព្រោះថាមានទាំងអស់ដូចខ្ញុំរៀបរាប់មុនហ្នឹងអញ្ចឹងហើយសម្លៀកបំពាក់របស់ពួកគាត់គឺមានច្រើនសាយសូម្បីតែសាច់ទូចប៉ុនខ្ញុំក៏មានដែរហើយគាត់ក៏បាននាំពួកយើងមកមើលឧបករណ៍នៅក្នុងការប្រើប្រាស់ក៏ដូចជាឡសម្លៀកបំពាក់ឲ្យហើយទុកជាកញ្ចប់សម្រាប់រៀននៅក្នុងថ្ងៃស្អែកនិងខែស្អែកហើយការរៀបចំមុនហ្នឹងក៏ស្រួលដែរដល់ពេលយើងអត់ពិបាកអូយអ្នកគ្នាស្រួលចិត្តណាពេលបាន Scuba Diving អ្នកគ្នាអត់ទាន់ស្គាល់អារម្មណ៍មួយហ្នឹងទៅពេលដែលយើងជាមនុស្ស fall in love មួយអា underwater under ocean ណាទៅពេលយើងមានអារម្មណ៍ថាអើយចាំតែថ្ងៃនេះមកដល់នេះខ្ញុំជា
កុំឲ្យខាត់ពេលយូរយើងចូលថ្ងៃទី2នៅលើកោះនិងថ្ងៃទី1សម្រាប់ការចូលរៀនតែម្ដងអូនិយាយទៅកោះរងស្អាតណាស់បងប្អូន Morning បងប្អូនអ្នកគ្នាឥឡូវយើងញ៉ាំបាយពេលព្រឹកហើយឯងមិនទៅភ្ញាក់ពីដេកទេយើងឥឡូវចាប់ផ្ដើមទៅរៀនថ្ងៃទី1អូខេឥឡូវហ្នឹងគឺយើងចេញទៅរៀនហើយបងពីរនាក់គឺថាលក្ខណៈ chill all the time ហ្មងនិយាយទៅបងហើយ វាមានការយល់ច្រឡំរវាង chill all the time និង sleepy all the time អូអញ្ចឹងអាពេលសំហ្នឹង sleepy មិន chill បង who knows ពេលខ្លះវា chill ពេលខ្លះវាងុយ លើកនេះយើងរៀនតែ4នាក់ឯងរៀន3នាក់តែបងគីមឡុងគាត់រៀនហើយគាត់គ្រាន់តែចូលបន្ថែមជួយថតហើយនឹងមក enjoy fun ដែរហើយបើរៀនមានបងខែខ្ញុំហើយនឹងបង Sander ចំពោះថ្ងៃដំបូងនេះគឺដំបូងឡើយគឺយើងមកជួបគ្រូហើយធ្វើការស្គាល់គ្នាជាមួយគ្រូណែនាំខ្លួនគ្រូរបស់ខ្ញុំគឺមានឈ្មោះថាបងរ៉េហើយមានបងរតដែលគាត់ជា assistant របស់គ្រូដែរតែគាត់ Dive Master ណាហើយនៅក្នុងថ្ងៃហ្នឹងគឺយើងរៀនតាក់ទងជាមួយនឹងព័ត៌មានហើយនឹងទ្រឹស្ដីអ្វីដែលយើងមិនគួរធ្វើនៅក្នុងទឹកអ្វីដែលយើងគួរធ្វើនៅក្នុងទឹកហើយតាក់ទងជាមួយនឹងសម្ពាធបរិយាកាសនៅក្នុងទឹកនឹងគួរតែធ្វើបែបម៉េចការប្រើប្រាស់ឧបករណ៍នឹងមិនខ្លះការជជែកគ្នាក្នុងទឹកនឹងមិនខ្លះហើយនៅក្នុងថ្ងៃដដែលពេលដែលយើងរៀនហើយនឹងល្ងាចឡើងគឺយើងមានការប្រឡងដើម្បី make sure ថាអ្វីដែលយើងបានរៀនហ្នឹងគឺយើងចេះចាំបានច្រើនមុននឹងចុះអនុវត្តចំពោះថ្ងៃទី2វិញគឺព្រឹកឡើងយើងមកយកបានរៀងខ្លួនដាក់តម្រៀបគ្នាហើយនឹងរៀបវាឡើងវិញតាមគ្រូប្រាប់និយាយទៅគ្រូនឹងប្រាប់ពីការប្រើប្រាស់ឧបករណ៍ហ្នឹងឲ្យកាន់តែច្បាស់ជាងមុនថាមានអីគេខ្លះហើយគួរប្រើបែបម៉េចហើយយើងក៏ឡើងផ្គុំឧបករណ៍ហ្នឹងតាមគ្រូឲ្យគ្រូមើលថាផ្គុំត្រូវអត់ព្រោះដល់ពេលចុះដៃគឺយើងនឹងប្រើប្រាស់ផ្គុំខ្លួនឯងតែបន្ទាប់ពីរៀនប្រើប្រាស់សម្ភារៈហើយមានអារម្មណ៍ថាខ្សែភាពខ្លាំងបងព្រោះដល់វគ្គនេះគឺយើងជិតចុះចូលទឹកហើយជាពេលវេលាមួយដែលយើងគេងរំតឹងមកច្រើនខែព្រោះយើងចង់ធ្វើតាំងពី discovery ហើយគឺយើងចង់ធ្វើ open water នឹងខ្លាំងមែនតើអញ្ចឹងឥឡូវនេះ yes but you come true and it is your turn បើសិនជាចង់ដឹងព័ត៌មានអីទៅបងមួយនឹង scuba diving open water yep អ្នកនរគ្នាទស្សនាវីដេអូមួយនេះOkay done let me check អញ្ចឹងបន្ទាប់ពីយើងរៀបចំហើយតេស្តហ្នឹងយើងក៏បានរៀបចំអីវ៉ាន់របស់យើងដាក់លើតេស្តដើម្បីធ្វើដំណើរទៅមាត់សមុទ្រអូខេអ្នកគ្នាអញ្ចឹងឥឡូវយើងបានរៀបចំអីវ៉ាន់ដាក់លើអតេស្តហើយទីយើងនឹងទៅរៀន diving ក្នុងថ្ងៃទី2ទាំងអស់គ្នាជាថ្ងៃដែលយើងត្រូវចុះអនុវត្តនៅក្នុងទឹកប៉ុន្តែជាប្រភេទទឹករាក់ប្រហែលជាត្រឹមទ្រុងទៅដល់គ្នាអូខេបងប្អូនអ្នកគ្នាឥឡូវហ្នឹងគឺយើងនឹងតេស្តហែទឹកចំនួន200ម៉ែត្រសិនអត់មានត្រូវការអីទាំងអស់គឺស្លៀកតែកៅអៅហែទេហែទឹកសមុទ្រអត់មានវ៉ែនតាហែទឹកអីអត់មាន fin អត់មានអីណាគឺហែខ្លួនទៅទេ200ម៉ែត្រ and we swimming about 200 meters before yes we try not to stop okay but can we do like for rest any way you want oh any style you want from where to where okay so what when kai នេះជាលើកទី1ដែលខ្ញុំគិតថាយើងនឹងហែលចម្ងាយ200ម៉ែត្រជាលើកទី1ហើយមិនសូវចេះហែលទេប៉ុន្តែសង្ឃឹមថាអាចធ្វើបានល្អដឹងតែខ្លួនឯងសពថ្ងៃនេះចេះហែលទឹកអត់ទេអត់ទាន់ច្បាស់ទេតែហែលបានដល់តើដឹងតែខ្លួនចេះហែលទឹកអត់គ្រូនឹងឈរមើលយើងនៅក្នុងការហែលទឹកចំនួន200ម៉ែត្រនិងបដែតខ្លួន10នាទីហ្នឹងហើយពេលដែលហើយគឺគាត់នឹងទះដៃស្រែកហៅយើងឡើងមកហើយសម្រាប់ខ្ញុំគឺអត់ងាយស្រួលបងប្អូនពិបាកចំណុចមួយនេះគឺពិបាកសម្រាប់ខ្ញុំដោយសារតែខ្ញុំមានបញ្ហាសាច់ដុំអញ្ចឹងពេលហែលទឹកគឺហែលអត់បានយូរទេខ្ញុំជាមនុស្សដែលចូលចិត្តញ៉ាំបន្លែជាងសាច់ស្ទើរតែអត់ញ៉ាំសាច់ទេប៉ុន្តែពេលដែលទៅពេទ្យច្រើនដងហើយមានបញ្ហាហ្នឹងទៅគឺពេទ្យបានណែនាំឲ្យខ្ញុំញ៉ាំសាច់ដើម្បីបង្កើននៅ balance នៅក្នុងខ្លួនរបស់ខ្ញុំហ្នឹងខ្ញុំក៏បានញ៉ាំខ្លះដែរប៉ុន្តែខ្ញុំព្យាយាមញ៉ាំបន្ថែមទៀតបើទោះបីជាបញ្ហាសាច់ដុំរបស់ខ្ញុំវាពិបាកនៅក្នុងការប្រើប្រាស់កម្លាំងហែលទឹកប៉ុន្មានប៉ុន្តែខ្ញុំនៅទៅមុខហើយនឹងបញ្ចប់នៅការហែលទឹកនឹងដូចគេដូចឯងយឺតជាងគេប៉ុន្មានប៉ុន្តែខ្ញុំមានគោលដៅគឺបញ្ចប់ដែរមិញវ៉ាំអាប់100ម៉ែត្រ200ម៉ែត្រដែរខ្លួន10នាទីខ្ញុំចង់ទន់ជើងឥឡ
ឡើងនេះមួយខ្ញុំហៅទៅពីអីម៉ែខ្ញុំក្បាច់ឆ្កែវិញអើយក្បាច់ស្អីក៏មាន បន្ទាប់ពីហ្នឹងគឺយើងបានជួបជាមួយគ្រូហើយគាត់នឹងបានប្រាប់តាក់ទងជាមួយនឹងវគ្គដែលយើងនឹងរៀនបន្ទាប់តទៀតហើយលើកនេះគឺយើងចោះទឹកដោយប្រើប្រាស់ឧបករណ៍ហើយតែគ្រាន់តែមិនចោះទៅកន្លែងទឹកជ្រៅខ្លាំងទេគឺចោះនៅក្បែរឆ្នេរទេដើម្បីងាយស្រួលនៅក្នុងការរៀនហើយយើងរៀននេះគឺរៀននៅ long set អញ្ចឹងខ្មែរដៃគ្រប់គឺមាននៅ long set បងប្អូនអ្នកគ្នាអាចមកចុះឈ្មោះរៀនហើយនឹងស្នាក់នៅហូបចុកអីនៅ long set នេះបានព្រោះថានៅនេះគឺមានគ្រប់យ៉ាងតែម្ដងអត់ពិបាកទេផលវិបាកសម្រាប់ខ្ញុំនៅក្នុងវគ្គនេះគឺអត់មានទេដោយសារតែខ្ញុំជាមនុស្សដែលចូលចិត្តអានឹងហើយស្រាប់ហើយខ្ញុំធ្លាប់បានសាកល្បងនៅក្នុងការដោះវ៉ែនតាក្នុងទឹកនិងធ្វើ activity នៅក្នុងទឹកនឹងមួយចំនួនដែរអញ្ចឹងអត់មានពិបាកអីទេហើយតាក់ទងជាមួយនឹងការស្ពាយនឹងក៏អត់ធ្ងន់ដែរដោយសារយើងនៅក្នុងទឹកអញ្ចឹងទម្ងន់គឺវាកាត់បន្ថយច្រើនខ្លាំងមែនតើថ្ងៃនេះហាក់មួយថ្ងៃវល់ល្ងាចគឺយើងនៅក្នុងទឹករហូតលើកលែងតែពេកដូរធុងថែមដែកក៏ដូចជាញ៉ាំអាហារថ្ងៃត្រង់និងផ្លាស់ប្ដូរនៅឧបករណ៍មួយចំនួនបើសិនជាវាអត់ fit មួយយើងទេហើយថ្ងៃហ្នឹងគឺយើងធ្វើការយកអាទ្រឹស្ដីដែលយើងបានរៀនហ្នឹងយកមកអនុវត្តទាំងអស់តែម្ដងតែគ្រាន់ថាវាមិននឹកអស់ខ្លាំងទេកន្លែងទ្រឹស្ដីខ្លះគឺយើងត្រូវទៅធ្វើនៅទឹកជ្រៅឬក៏នៅកន្លែងផ្សេងទៀតតែយើងរៀនថ្ងៃហ្នឹងគឺច្រើនមែនតើអាចដោយសារថាពួកយើងអ្នកក្លាហានដែរមើលទៅព្រោះតើតើជាមួយការរៀនហ្នឹងដូចជាឧបសគ្គអត់សូវមានច្រើនការលំបាកក៏អត់សូវមានច្រើនដែរដោយកន្លែងនេះអាចជាបញ្ហាមួយដែលពិបាកសម្រាប់អ្នកដែលគាត់រៀនដំបូងគឺដោះវ៉ែនតាក្នុងទឹកអញ្ចឹងបើសិនជាយើងស្លន់អាចនឹងពិបាកបន្តិចអញ្ចឹងយើងត្រូវគ្រប់គ្រងអារម្មណ៍ស្លន់របស់យើងឲ្យបានល្អព្រោះថាហ្នឹងគឺជាវគ្គសំខាន់មួយដែរនៅក្នុងការពារនៅពេលដែលយើងជ្រុះវ៉ែនតាក្នុងទឹកឬក៏លាងវ៉ែនតាឬក៏មានបញ្ហាណាមួយដែលយើងត្រូវតែធ្វើវាអ្នកគ្នាសាកសម័យមើលយើងគ្រាន់តែត្រូវទឹកអំបិលហ្នឹងយើងរៀងខាយភ្នែកឬក៏ទឹកសធម្មតាហ្នឹងក៏ពិបាកភ្នែកបន្តិចមួយផ្លែតដំបងហើយចុះទៅមកទឹកអំបិលហើយពួកខ្ញុំត្រូវបើកភ្នែកនៅក្នុងទឹកហ្នឹងប្រហែលជាខ្ទង់5ទៅ6នាទីដែលអត់ធ្វើអីបើកភ្នែកឲ្យទឹកចូលដើម្បីផ្សំហើយតែវាមិនមែនជារឿងដែលពិបាកដែរណាគ្នាពេលដែលយើងស៊ាំរាងកាយយើងឆាប់ងាយស៊ាំមែនតើហ្មងពេលដែលយើងនៅក្នុងទឹកហ្នឹងគឺពេលបើកភ្នែកទៅមានអារម្មណ៍ថាធម្មតាលែងកាហាយលែងអីទាំងអស់ហើយគ្រូអាសាសួរយើងមែនតើគឺអូខេអត់ហើយយើងធ្វើម្ដងម្នាក់និយាយទៅគឺគ្រូនឹង focus មកលើយើងហើយយើងធ្វើត្រូវឲ្យខុសអញ្ចឹងណាចុងក្រោយគេគឺហែទឹកនៅក្នុងទឹកហ្នឹងដែលអត់មានវ៉ែនតាហ្នឹងប្រហែលជា100ទៅ200ម៉ែត្រដែរពេលដែលយើងចេះឬក៏ចងចាំនៅអាទ្រឹស្ដីក៏ដូចជាយើងចេះប្រើប្រាស់ឧបករណ៍ឲ្យអស់គឺទាំងអស់ហ្នឹងមិនមែនជាបញ្ហាសម្រាប់យើងទេបងប្អូនមានអារម្មណ៍ថាយើងមានទំនុកចិត្តអញ្ចឹងគឺការរៀនរបស់យើងនៅក្នុងថ្ងៃនេះបញ្ចប់ហើយមេរៀនថ្ងៃហ្នឹងគឺរៀនបានច្រើនក៏ដូចជាយើងត្រៀមខ្លួននៅក្នុងការចោះទឹកនៅក្នុងថ្ងៃស្អែកចោះទឹកថ្ងៃស្អែកដែលខ្ញុំនិយាយហ្នឹងមានន័យថាយើងចោះទៅជ្រៅអាចនឹងចាប់ពី10ម៉ែត្រចុះក្រោមដែលសារតែយើងរៀននេះគឺវគ្គយើងអាចចោះបាន18ម៉ែត្រអញ្ចឹងអាចនឹងខ្ទង់ចិត្ត18ម៉ែត្រ16 17អីអញ្ចឹងណាថ្ងៃនេះរៀនបានច្រើនណាស់នេះ Yeah, thank you. Ngày nayយើងចោះទឹកហើយអត់សមមិនក៏ចោះទឹកដែរប៉ុន្តែថ្ងៃហ្នឹងយើងចោះទៅបានហ្មងដល់ថ្ងៃដែលយើងទន្ទឹងរង់ចាំឲ្យបងប្អូនអ្នកគ្នាក្រៅពីការចោះទឹកជ្រៅគឺយើងបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៅក្រោមសមុទ្រហើយរយៈពេល4ថ្ងៃដែលយើងរៀនហ្នឹងណាគឺមានតែ2ថ្ងៃទេដែលយើងចោះទឹកជ្រៅហ្នឹងហើយថ្ងៃស្អែកឡើងយើងចង់ fun day ក៏បានដែរបាន5ថ្ងៃក៏បានដែរហើយមួយវិញទៀតបើសិនជាបងប្អូនអត់មានពេលច្រើនមករៀនទេបងប្អូនក៏អាចធ្វើការ e-learning មុននឹងមកចោះទឹកជ្រៅក៏បានដែរព្រោះថា scuba diving ដែលជាវគ្គ open water នេះក៏មានជាប្រភេទ e-learning សម្រាប់អ្នកអត់មានពេលដែរអញ្ចឹងបងប្អូនមានពេល2ថ្ងៃក៏បានដែរចង់រៀន e-learning
ក៏ខ្មែរដៃគ្រប់មានដែរអញ្ចឹងអាចតាក់ទងពួកគាត់សួរព័ត៌មានបានអូខេឥឡូវគឺយើងចុះទៅក្នុងទឹកហើយធំទី1នេះគឺយើងចុះទៅរៀនអនុវត្តនៅទ្រឹស្ដីទៅដែរនៅក្រោមទឹកជ្រៅចុះតាមខ្សែនេះបងប្អូនអរគ្នាហេតុអីបានចុះតាមខ្សែដោយសារតែកែវយើងចុះយឺតដោយសារតែពេលដែលយើងចុះទៅគឺសម្ពាធវាចាប់ផ្ដើមផ្លាស់ប្ដូរហើយអញ្ចឹងបើយើងចុះលឿនពេកអត់កើតទេដូចបង Sander គាត់ចុះលឿនពេកហើយឡើងក៏លឿនដែរអញ្ចឹងមានការឈាមច្រមុះហើយបើទឹកជ្រៅជាងនឹងចូលដល់20-30 ម៉ែត្រឬក៏100 ម៉ែត្រអីអាចនឹងជួបជាមួយនឹងបញ្ហា decompression បានហ្នឹងគឺបញ្ហាធ្ងន់ដែរហ្នឹងណាតែមិនអីបងប្អូនយើងចោះត្រឹមតែទៅដំបង18-19 ម៉ែត្រហ្នឹងគ្រាន់តែព្យាយាមធ្វើឲ្យខ្លួនឯងមាន balance កុំចោះឡើងលឿនពេកទៅអត់មានបញ្ហាហ្នឹងទេហើយបើយើងចង់ចោះលើសហ្នឹងទៀតណាគឺរៀនយក advance យក master អីថ្ងៃនេះគឺយើងបានមើលទេសភាពប៉ុន្តែទឹកអត់សូវថ្លៃដល់ថ្ងៃចោះទឹកជ្រៅទី2នេះដែលជាថ្ងៃចុងក្រោយរបស់យើងនៅក្នុងការរៀនហ្នឹងណាទើបយើងបានឃើញទស្សនវិជ្ជាច្រើននៅក្រោមបាតសមុទ្រជីវៈចម្រុះស្អាតត្រីច្រើនមែនតើហ្មងហើយដោយសារតែយើងរៀង high start ដែរអញ្ចឹងងាយស្រួលនៅក្នុងការថតនេះគឺជាក្រាសមុទ្របងប្អូនអរគ្នាខ្ញុំធ្លាប់បាននិយាយតាក់ទងជាមួយនឹងទំនាក់ទំនងក្រាសមុទ្រជាមួយនឹង crown fish ដែរហើយក្រាសមុទ្រនេះមានតែ crown fish ណាដែលអាចរស់នៅបានបើក្រៅពីហ្នឹងត្រីផ្សេងចូលទៅហ្នឹងគឺវាអាចឆក់ឬក៏វាអាចនៅក្នុងក្រាសមុទ្រនឹងបានទេហើយក្រាសមុទ្រនេះគឺមានលក្ខណៈពិសេសមួយចំនួនក៏ដូចជាអត្ថប្រយោជន៍ច្រើនសម្រាប់ប្រព័ន្ធអេកូឡូស៊ីនៅក្នុងទឹកនឹងមែនតើបាននិយាយពីតំណែង crown fish ជាមួយនឹងក្រាសមុទ្រនឹងគឺវាស្អិតរមួតមែនតើហ្មងវាជាប្រភេទរស់នៅអាស្រ័យគ្នាទៅវិញទៅមកហើយក្រាសមុទ្រនឹងជាសត្វមិនមែនជារុក្ខជាតិទេណាបងប្អូនក្រៅពីជាផ្ទះរបស់ត្រី crown fish ឬក៏គេភាគច្រើនគេស្គាល់ crown fish នឹងតាមរយៈត្រី Nemo ដូចនៅក្នុងរឿងបងប្អូនអញ្ចឹងគឺវាគឺជាចំណែកដ៏ធំមួយនៃការរស់នៅរបស់ crown fish នឹងឯងហើយ crown fish ក៏ជាចំណែកដ៏ធំមួយនៅក្នុងការរស់នៅរបស់ក្រាដែរពួកវាស៊ីបានទាំងសាច់ស៊ីបានទាំងរុក្ខជាតិប៉ុន្តែគ្រាន់ថា crown fish គឺអាចទៅប្រមាញ់សត្វបានទេអញ្ចឹងវាត្រូវរករុក្ខជាតិដើម្បីយកទៅដាក់ចូលនៅក្នុងក្រាហ្នឹងហើយបើក្រាវិញគឺអាចប្រមាញ់សត្វត្រីឬក៏សត្វអីផ្សេងបានអញ្ចឹងពេលដែលវាស៊ីហើយវានឹងខ្ជាក់នៅអាហារសម្រាប់ឲ្យ crown fish នឹងស៊ីបន្តទៀតខ្ញុំឃើញអ្នកខ្លះគឺគាត់ជួញដូរនឹងទិញក្រាសមុទ្រនឹងមិនមែនជារឿងខុសច្បាប់អីទេបងប្អូនប៉ុន្តែវាជារឿងដែលប៉ះពាល់ទៅដល់ប្រព័ន្ធអេកូឡូស៊ីនៅក្នុងសមុទ្រខ្លាំងមែនតើកាលណាដែលពួកវារក្សាបាននៅតុល្យភាពល្អនៅក្នុងបាតសមុទ្រគឺធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីនឹងល្អថ្មប្រប្រោះទឹកមានសុខភាពល្អហើយភពផែនដីរបស់យើងក៏ប្រសើរដែរព្រោះថាទាំងអស់នេះគឺសិតសឹងតែជាផ្នែកដ៏ធំនៅក្នុងការស្រូបយកកាបូនឌីអុកស៊ីតចាប់យកអូស្មန်ពុលហើយបង្កើតនៅលក្ខណៈថាគេចម្រោះខ្យល់ឲ្យយើងដកដង្ហើមនឹងឯងជាក់ស្ដែងគេតែងតែនិយាយថាព្រៃឈើរបស់យើងសំខាន់ប៉ុន្តែធនធានបាតសមុទ្រក៏សំខាន់ជាងព្រៃឈើទៀតបងប្អូនដោយសារតែ 70% នៃភពផែនដីរបស់យើងគឺសុទ្ធសឹងតែជាទឹកសមុទ្រអញ្ចឹងសួរថាតើមួយណាបង្កើតក៏ដូចជាស្រោបយកកាបូនឌីអុកស៊ីតនឹងបានច្រើនជាងគេមិនខុសទេគឺធនធានបាតសមុទ្រអញ្ចឹងយើងក៏ត្រូវថែទាំងធនធាននៅលើគោកដូចជាព្រៃឈើហើយក៏ត្រូវតែយកចិត្តទុកដាក់ទៅលើធនធាននៅក្រោមបាតសមុទ្រដែរហើយអ្វីដែលខ្ញុំបានបង្ហាញបងប្អូនអរគ្នានេះតាំងពីការថ្មតាំងពីខ្យងដៃខ្លាតាំងពីប្រភេទត្រីដូចជាប្រភេទក្រាអីផ្សេងហ្នឹងណាគឺវាសុទ្ធសឹងតែមានជីវិតទាំងអស់វាគឺជាសត្វទាំងអស់វាមិនមែនជារុក្ខជាតិទេវាសុទ្ធសឹងតែជាផ្នែកមួយដែលធ្វើឲ្យភពផែនដីរបស់យើងនឹងមានតុល្យភាពនិងមានសុវត្ថិភាពមិនងាយជួបនៅគ្រោះធម្មជាតិហើយបងប្អូនអរគ្នាតកតងជាមួយនឹងការថែទាំក៏ដូចជាថែរក្សានៅធនធានទាំងអស់ហ្នឹងយើងអាចចាប់ផ្ដើមចូលរួមបានតាំងពីអ្នកដែលគាត់រស់នៅមជ្ឈដ្ឋាននឹងផ្ទាល់បានដោយសារតែតកតងជាមួយនឹងការអាស្រ័យផលរបស់ពួកគាត់ហ្នឹងណាអ្នកខ្លះគឺគាត់
អត់អីទេតែអ្នកខ្លះគឺគាត់ប៉ះពាល់ដល់ជីវៈចម្រុះនឹងខ្លាំងដូចខ្ញុំនិយាយមុននឹងអញ្ចឹងយកក្រាហើយបងប្អូនអរគ្នាបើសិនជាជិះទូកទៅលេងអីក្នុងនាមជាភ្ញៀវទេសចរអាសាររំលឹកពួកគាត់កុំឲ្យតម្លាក់យុទ្ធការនៅក្នុងទឹកសមុទ្រឬក៏តម្លាក់នៅលើផ្កាថ្មដោយសារតែទាំងអស់ហ្នឹងវាធ្វើឲ្យផ្កាថ្មហ្នឹងបាក់បែកឬក៏បំផ្លាញផ្កាថ្មឬក៏អាចធ្វើឲ្យជីវិតរបស់ផ្កាថ្មហ្នឹងវាមានបញ្ហាហើយការធ្វើដំណើរទេសចរនៅក្នុងបាតសមុទ្រនេះគឺពិតជាជួយទៅដល់ជីវៈចម្រុះច្រើនមែនតើដោយសារតែយើងជាផ្នែកមួយនៅក្នុងការគាំពៀនិងថែរក្សាយកចិត្តដាក់ទៅលើពួកវាហើយយើងអាចចូលរួមបន្ថែមទៀតតាមរយៈការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកទុកដាក់បានត្រឹមត្រូវព្រោះថាលំហូរនៃទឹកទាំងអស់នៅក្នុងប្រទេសយើងហ្នឹងគឺវានឹងបុកចូលទៅសមុទ្រអញ្ចឹងសម្រាប់មួយឆ្នាំចូលទៅសមុទ្រក៏ច្រើនដែរអ្វីដែលជាការសំណូមពរទៅបងប្អូនអ្នកគ្នាក្នុងនាមជាភ្ញៀវទេសចរមកលេងតំបន់កោះតំបន់ដែនសមុទ្រកម្ពុជាយើងហ្នឹងណាគឺសូមឲ្យបងប្អូនអ្នកគ្នារក្សាបាននៅតុល្យភាពរបស់ជីវៈចម្រុះទាំងអស់ហ្នឹងនិយាយទៅសូមគុំចាប់នៅជីវៈចម្រុះដែរហាមឃាត់ក៏ដូចជាជីវៈចម្រុះខ្លះអត់ទាន់ហាមឃាត់ទេអត់ទាន់ស្ថិតនៅក្នុងបន្ទាត់ក្រហមទេប៉ុន្តែវាជាផ្នែកមួយដ៏ធំនៅក្នុងការធ្វើឲ្យថ្មប្រប្រុសទឹកមានសុខភាពល្អនិងធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីហ្នឹងវាមានតុល្យភាពអញ្ចឹងគុំនេសាទគុំចាប់ខុសច្បាប់អីបងប្អូនយើងរក្សាបាននៅទាំងអស់ហ្នឹងវាជារឿងដែលល្អសម្រាប់ប្រជាជាតិមនុស្សជាតិរបស់យើងទាំងអស់គ្នាលើកហ្នឹងយើងថតអត់ទៅបានច្រើនទេបងប្អូននៅប៉ុន្តែជក់មើលខ្លាំងមកពេល fun day លើក្រោយខ្ញុំនឹងព្យាយាមធ្វើម៉េចអាចថតជីវៈចម្រុះប្លែកៗបងប្អូនអរគ្នាបានឃើញហើយអូនិយាយទៅ fresh ខ្លាំងណាស់អ្នកនរគ្នាកំពុងតែ enjoy សុកគ្រូហៅមកបាត់គ្រូហៅជុំគ្នានេះដោយសារតែមូលហេតុនេះថតជាប់ហើយបងប្អូនអរគ្នា Sander បានកេះគ្រូក៏បានសួរគ្រប់គ្នាថានៅខ្យល់ប្រហែលហើយពួកយើងក៏បានបង្ហាញថានៅសល់150អ្នកខ្លះ140ខ្ញុំនៅសល់160ហើយ Sander ប្រាប់ថាឲ្យ off air អញ្ចឹងគ្រូត្រូវតែឲ្យពួកយើងឡើងទៅខាងលើជាក់ស្ដែងតើតងជាមួយនឹងការ diving នេះគឺបើសិនជាយើងចោះទាំងអស់គ្នាបើយើងឡើងក៏ឡើងទាំងអស់គ្នាដែរគឺអត់មានអ្នកណាចោះមុនចោះក្រោយព្រោះក្នុងទឹកអត់មាន Google Map មើលអត់មានលក្ខណៈថា call ហៅគ្នាកើតទេខ្ញុំចាប់បានធុងដែលមានខ្យល់ច្រើនគុំអីខ្ញុំដឹងអញ្ចឹងខ្ញុំឲ្យធុងរបស់ខ្ញុំទៅបង Sander ហើយអ្នកគ្នាស្ដាយព្រោះធុងនេះគឺជាធុងចុងក្រោយដែលយើងនឹងចោះនៅក្នុងការរៀននេះតែអត់អីទេចាំលើកក្រោយទៅ Fun Day ចាំយើងចោះទៅមើលទស្សនវិជ្ជាស្អាតទៀតអូខេអ្នកនរគ្នាទីបំផុតគឺខ្ញុំទទួលបាន email ពី Buddy ហើយទទួលបាន certificate ហើយខ្ញុំខ្លាចជា Buddy driver ហើយdriver អញ្ចឹងទីបំផុតគឺខ្ញុំខ្លាចជា Buddy driver ហើយអ្នកនរគ្នាBuddy នេះគឺជា first line notice just ដូចអង្គការឬក៏គេហៅថាស្ថាប័នមួយសម្រាប់អ្នកដែលគាត់ជាអ្នកជំនួយទឹកណាអញ្ចឹងគេដល់ពេលយើងចូលរៀនអីហើយដូចយើងចូលទៅសាលាអញ្ចឹងបានសញ្ញាបត្រទី12បានសញ្ញាបត្រសម្រាប់សាលាសាកលវិទ្យាល័យអីចឹងណាអញ្ចឹងអានឹងដូចគ្នាគឺយើងទទួលបានហើយអានេះគេ email មុនពេលដែលយើងរៀនចប់យើងសាញឲ្យគ្រូគាត់ approve ទៅតាមយើងថាយើងជាប់ឬក៏មិនជាប់នឹងហើយគឺយើងនឹងទទួលបាន email នឹងហើយបន្ទាប់មកបើយើងចង់បាន certificate នៅខាងក្រៅយើងអាចឲ្យគេដាក់តាមប្រៃសណីយ៍បានអញ្ចឹងឥឡូវគឺខ្ញុំបាន certificate បែប e-card ហើយយើង download app មកហើយ your email please That's so nice អ្នកទាំងអស់គ្នាខ្ញុំឲ្យអ្នកគ្នាមើលមួយ នៅខាងក្រោមFacebook របស់ខ្ញុំដាក់ថា hiking and diving lover ប៉ុន្តែពីមុនខ្ញុំគ្រាន់តែបានសាកល្បង diving ទេមិនមែនជា diver ដែលគេទទួលស្គាល់ទេប៉ុន្តែពេលនេះ from a dream to something ដែលខ្ញុំអាចបង្ហាញអាចឃើញបានដោយខ្លួនឯងអញ្ចឹង yes វាគឺជា step បន្ទាប់មួយសម្រាប់ខ្ញុំដែរនៅក្នុងឆ្នាំនេះអាចនិយាយបានថាកាលមុនយើង hiking យើង fight សម្រាប់ខ្លួនឯងនៅក្នុងការធ្វើដំណើរឡើងភ្នំហ្នឹងពីមុនមកពិបាកអត់ស្រួលទេមានជាសម្ពាធទាំងផ្លូវចិត្តទាំងសង្គមវាមានច្រើនរហូតដល់យើងអាចជំនះមកធ្វើជាអ្នក hiking ដែលត្រូវបានគេទទួលស្គាល់មកដែរហើយបើនិយាយពី diving ក៏ប៉ុន្តែបើយើងមានលុយវាមិនអីទេមានលុយមានពេលវាអត់អីទេនៅក្នុងការ
mà thưa việc miền ấy bà tế bà tại về để dương cho hiển tịch tua chân tới háo sủa rồi phần tay số hai ấy bạn chỉ nhung ọt nghe bàn phở để sao tập pe mốt là dương miền lôi về hay dương còn miền ca nghe ai afford nước không ca thưa vì đài phần tay lời ní ọt miền pe môi tiệt thua hiển là chân này pe vào mỗi ngày hay men chân này ọt tới chứ nè phần tay này nghe cua tại xã là bòn bà sinh chỉ miền lập hiệp hỏi men sọc nơi sọc sờ lạnh đó bà sinh chỉ dương sờ lạnh bất dương thời không phần thơm mấy ở việc khai chỉ cả bật tay bà sinh chỉ dương nhưng chưa thay bà sinh tu bây chỉ dương adminสมัครhiệp rồi có admin lập men admin สมัครhiệp admin lập hiệpในขนมการทัวร์ขนมเปนั่งกระดอยบางท่านไปยังสลายเวียเปิดให้ยังไฟสมัยเวียยังไอทัวร์เวียบานโอเค finally ยมเชียร์ได้เบอร์พลายการหอย thank you แต่ได้มวยอย่าเบอร์แต่ได้มวยhai ở con từ crew của nhóm thank you mong re yes Man, I say yes how was my day good. I'm so nhóm phơi á mọi nha phơi này miền phơi mua á nhóm phơi mình tên nhóm không phơi lọ mình tên nhóm chi nhóm phơi lọ office mà tập hiệp bao người ai á and then ở phơi nắng nhóm lao mà lửa tật hay quạt thẻ thay trẻ có xưa nhóm ok à hay là bây hát nhóm thẻ nó ok hay còn ok khủng khi tụi ông lên quạt hai trẻ nearly you not okay and then oh my god I'm hay mình tên một cái khai nhóm thơ kho anh mua á nên còn ha no you are tired diver so our partner các bạn đang chiều mê thì này thay nhóm ở nhóm họ thành chắc ai partner nhưng mà chui nhưng thời chui partner nhưng tụi mình nhưng mà vì nữa nhóm hiện thời đại hay có đức chỉ mình ca tê bàn tay còn ha nè khi hiện chỉ mùi quất tại cái group pe về lìa tịch chỉ trong cái áo xong ở con đo lực cừu đây để ban chấm này pe về lìa do chất tục đã nên không ca bằng hát bằng riêng bụi dương ông pi ca chấm mùi tắc scuba diving về open water nè hai bụi dương bắt chơi từ tua băm bắp sao có đôi chia miên phiệp sna khang mình tên chấm mùi kia riêng sau ban ấy để tham ai chán khơi tập hiệp từ sau sát này không ban sầm một bỏ dương hào con đo bằng rótสำหรับการสำรวจดอขมิ้นชูแต่งใบโดยจิบปวดเยื้องมวยวันเตี้ยสมออกกลอย่างทมดอไม่ได้กรุบได้บานสาการีเรียในขนมกาเรียนแวะจมูกตักนี้เอาปวดเยื้องบานสาละบองในไอเด็ดทำไมนึ่งจีบในมวยในขนมกาโจรวมไทยได้ซาทนทีนทอมชิดบานสมบัติบ่เยื้องในขนมงานในกฎมวยวันเตี้ยออกกลต้มดอบองคิมลงเสมียบกาจงไว้ติดทอดใหญ่เตยคือทานในออกเนี่ยบานเมื่อวิดีโอนี้คือเดือดซาแต่บองคิมลงโดยเนี่ยเดือดซาย้อมมาเรียนคือขู่อะไรการกำแร่เอาทอดเตนจังมีแต่บองคิมลงหนึ่งบองโรเต้ได้ช่วยทอดได้บานยกแต่แต่เพียงแต่อันนี้มาใช้ชวนมองบนตุสนาเอาคนชาญสมัยการตามด้านตุสนาตั้งไปดำละโหดดาวจับสิ่งคำแท้ยังหนึ่งบ้านฟันได้ชับนั่งแต่เผยเอาบงบนบ้านเคยปีแต่แต่เพียบเตสเพียบทอมเชียดเนยกราวบ้านสมดเนยได้ก็เซนเตียดบอกมาเยอะหาจุกนี้ในวิดีโอคล้ายแต่กลายเซนเตียดจมูกขยมนีรีฉลาดจอบ๊ายบาย